លោក Daniel Pavilonis ឈ្មោះកណ្ដាលទំនិញជាន់ខ្ពស់នៅ RJO Future បានមើលឃើញថាការធ្លាក់ចុះនេះភាគច្រើនជាប្រតិកម្មទៅនឹងកង្វះរបបគំហើញនៃបញ្ហាអ៊ីរ៉ង់ចិនរួមជាមួយនឹងកំណើនទិន្នផលផងដែរលោកបានបន្ថែមថាប្រសិនបើមាសមិនអាចរក្សាចំណុច$4,500ក្នុង1អោនឬក៏$5,422ក្នុង1តម្លឹងបានទេនិន្នាការនេះនឹងបំបែកទៅរកកម្រិតទាបហើយបន្តធ្លាក់ចុះរហូតទៅដល់កម្រិត$3,800ក្នុង1អោនឬក៏$4,578ក្នុង1តម្លឹងលោកអាដាមប៊ូថុំប្រធានផ្នែកយុទ្ធសាស្ត្ររូបិយប័ណ្ណនៅ forexlight.com បានបញ្ជាក់ថាទីផ្សារពិភពលោកកំពុងតែចាប់ផ្ដើមប្រែប្រួលខណៈដែលផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់កំពុងតែជ្រៀតចូលទៅក្នុងទីផ្សារហិរញ្ញវត្ថុសញ្ញានៃភាពទន់ខ្សោយណាមួយនៃរបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុន Nvidia អាចបណ្ដាលឲ្យមានការបញ្ជិះហានិភ័យដ៏ធំមួយលោកក៏បានបន្ថែមផងដែរថាលោកមិនឃើញមានទ្រព្យការពារណាមួយដែលមានប្រសិទ្ធភាពទៀតទេនាពេលបច្ចុប្បន្ននេះ